ហើយក៏ខ្ញុំនៅអកលីនអ្នកគ្នាមើលវីដេអូខ្ញុំមិនទៅថ្ងៃដែរខ្ញុំនឹងស្រាវតនៅរឿងប៉ូលីសពិសានដែលបែបនេះគឺជាបែប12ហើយអញ្ចឹងខ្ញុំនឹងឲ្យអ្នកគ្នាស្ដាប់ការសន្ទនាបែប UC នៅអ្នកស្រីនឹងហើយក៏មានការបាញ់គ្នាដែរចាខ្ញុំសម្រាប់ឲ្យមើលម្ដងហ្នឹងនាងគឺមានកំភ្លើននៅដៃនាងប្រហែលជានៅខាងក្រុមពួកអាក្រក់ទាំងអស់នោះហើយតើលោកគិតថាលោកគឺជា baby គួរឲ្យស្រឡាញ់មែនទេលោកគឺជាមនុស្សដំបងហើយដែលខ្ញុំបានជួបតើលោកមានដឹងថាកន្លែងណាដែលគួរឲ្យស្រឡាញ់ទេគឺជាការផ្នែករបស់លោកនោះអីនិយាយហើយគឺមានជាការបាញ់ទៅកាន់ទូស៊ីម្ដងតែសំណាង UC គិតតន់ហើយតមកនាងក៏បានរត់តាមប៉ែ UC នឹងទៀតដែរអ្នកគ្នាដើម្បីបាញ់ថ្មងការផ្នែកពួកអីនាងស្រឡាញ់ការផ្នែករបស់ UC ដោយសារតែការផ្នែករបស់ UC នឹងគឺមានពីរពណ៌អ្នកគ្នានាងជាតបាញ់ទៅ UC ក៏ចេះតែរត់ទៅពេលហ្នឹងម្នាក់ស្រីហ្នឹងក៏បានដាក់កំភ្លើងចោះហើយក៏បានរត់ថ្មងទៅរកប៉ែ UC ហើយប៉ែ UC បានគិតក្នុងចិត្តថានាងចង់រំរើខ្ញុំមែនទេម្នាក់ស្រីអាខ្មៅហ្នឹងក៏បានរត់មកថ្មងរកប៉ែ UC មែនតើហើយក៏បានយកដៃហ្នឹងឲ្យប៉ែ UC ងើយក្បាលធ្វើឲ្យមុខដែលនៅលើក្បាលរបស់នាងនឹងជ្រុះហើយប៉ែ UC ក៏បានសួរនាងថានេះតើនាងឈួតមែនតែយើងមិនកំពុងតែឆ្លោះគ្នាទេមែននាងកុំលេងសើចច្រើនពេកបានអត់នេះនាងចង់ជួយខ្ញុំឈឺដោយសារតែប៉ែ UC ហ្នឹងនិយាយតែឲ្យនាងក៏អត់ឆ្លើយតបអញ្ចឹងគេក៏បានខ្លាចពេកក៏បានថាក្រឹមវិញ្ញាណហើយក៏កំងកំភ្លើនហ្នឹងទៅដាក់នាងដើម្បីគម្រាមនាងអីចឹងទៅប៉ុន្តែនាងអត់បានខ្លាចទេនាងក៏ថាដើរមកចូលចិត្តហើយចុចកំភ្លើនរបស់ប៉ែ UC ទៀតហើយនាងក៏បាននិយាយថានេះលោកពិតជាគួរឲ្យស្រឡាញ់មែនតើហេតុអ្វីក៏លោកបានស្លាប់ខ្ញុំពេលឥឡូវនេះទៅហេតុអ្វីបានជានាងចង់ឲ្យយើងស្លាប់នាងនៅពេលនេះខ្ញុំក៏មិនដឹងដែរប៉ុន្តែបើលោកបានស្លាប់ខ្ញុំពេលនេះខ្ញុំក៏តែស្លាប់ដដែលហ្នឹងហេតុអ្វីនាងត្រូវស្លាប់នេះលោកពិតជាចង់ដឹងមែនទេនេះដោយសារតែខ្ញុំបានផឹកថ្នាំនេះនោះអីថ្នាំហ្នឹងគឺជាថ្នាំអ្វីគឺក៏ប្រុសតែខ្ញុំបានសម្រាប់សមាជិកម្នាក់នៅក្នុងក្រុមនៅថ្ងៃនេះហើយមេក្រុមក៏បានដឹងហើយគាត់ក៏បានបញ្ជាខ្ញុំផឹកថ្នាំនេះគាត់និយាយថាបើខ្ញុំមិនចង់សតដោយខុសខើទេគឺខ្ញុំត្រូវផឹកថ្នាំនេះហើយក៏បាននិយាយទៀតថាអ្នកដែលត្រូវស្លាប់បន្តនោះគឺជាបរិមម្នាក់ដែលមានការផ្នែកពណ៌ទឹកស្មុតហើយនិងពណ៌ស្វាយនេះឯងពិតស្គួតមែនអញ្ចឹងលោកចង់បានអ្វីគឺយើងចង់ស្លាប់នាងប៉ុន្តែមានអារម្មណ៍ថាយឺតពេកតិចហើយព្រោះអីខ្ញុំបានផឹកថ្នាំនេះ10នាទីមុនសម្រាប់ខ្ញុំឥឡូវនេះទៅទោះបីខ្ញុំត្រូវស្លាប់ក៏ដោយប៉ុន្តែខ្ញុំបានស្លាប់ក្រោមឆ្លាក់ដៃដ៏ស្រស់ស្អាតរបស់លោកមូលហេតុតែនេះហើយដែលខ្ញុំត្រូវស្លាប់ឥឡូវនេះអញ្ចឹងលោកកុំភ្លេចឲ្យខ្ញុំនៅក្នុងដៃរបស់លោកផងឯងនិយាយត្រូវអស់នេះតើខ្ញុំត្រូវតែសម្រាប់នាងមែនទេខ្ញុំមិនអាចលើកដៃសម្រាប់នាងបានទេអញ្ចឹង UC គឺគេអត់ហ៊ានលើកដៃបានសម្រាប់អ្នកស្រីសក់អស់នាងទេគេទុកឲ្យនាងមានជីវិតហើយនាងក៏បានសួរប៉ែ UC ថាស្លាប់ខ្ញុំមិនទាន់ស្លាប់ទេមែនហេតុអ្វីអ្នកមិនទាន់ស្លាប់ខ្ញុំទៀតខ្ញុំមិនដឹងថាមកពីហេតុអ្វីដែរប៉ុន្តែខ្ញុំដឹងតែថាខ្ញុំមិនចង់ស្លាប់នាងដល់ពេល UC និយាយចង់ស្រាប់តែនាងចាប់ផ្ដើមយំប្រងហើយ UC បានសួរថាហេតុអ្វីបានជានាងយំចង់ខ្ញុំនឹងត្រូវស្លាប់ឆាប់នេះឯងនិយាយហើយនាងក៏បានដាក់អោប UC កំពិតនាងត្រូវស្លាប់ដោយសារអីនាងបានផឹកថ្នាំពុលឲ្យអ្នកគ្នាខ្ញុំពិតជាសប្បាយចិត្តណាស់នៅឥឡូវនេះតើលោកអាចនៅក្បែរខ្ញុំនៅរយៈពេលខ្លីរបស់ខ្ញុំបានអត់ត្រូវហើយខ្ញុំនៅក្បែរនាងព្រោះអីខ្ញុំបានសម្រេចចិត្តតាំងពីដើមរួចមកហើយនេះពិតមែនអើខ្ញុំគិតថាវានឹងល្អបើសិនជាខ្ញុំស្គាល់លោកតាំងពីដំបូងហើយមិនពេលដែលខ្ញុំស្លាប់ខ្ញុំចង់ស្គាល់ឈ្មោះលោកឈ្មោះរបស់ខ្ញុំគឺ Murasaki UC ឈ្មោះរបស់អ្នកពិតជាពិរោះមែន Murasaki UC តើខ្ញុំអាចហៅអ្នកថា Yu Chan បានទេអ្នកចង់ហៅខ្ញុំ UC អ្នកចង់ហៅខ្ញុំ Murasaki UC ឬអ្នកចង់ហៅខ្ញុំមិនក៏បានដែរចាប៉ុន្តែ Yu Chan វាពិរោះជាង UC ខ្ញុំមានរឿងចង់ប្រាប់លោក Yu Chan រឿងអ្វីទៅនិយាយមកខ្ញុំស្រឡាញ់លោក Yu Chan ចាម្នាក់ស្រីនឹងគឺមានជាការសារភាពចាខ្ញុំក៏ស្រឡាញ់នាងដែរខ្ញុំលាលោកហើយអញ្ចឹងម្នាក់ស្រីនឹងបាននិយាយថាលាប៉ែ UC ហើយនាងក៏បានស្លាប់បាត់ទៅហើយយើងក៏បានឃើញអាប៉ែដែលស្លាប់UC តាំងពីក្បាលរឿងដំបូងណាគ្នាឥឡូវនេះគេបានដើរថ្មមក UC អីអញ្ចឹងដោយសារតែប៉ែ UC បែរមកជំនាញខ្លួនតើប៉ែនឹងសួរថាចាតែឯងជាអ្នកគេពេលនោះដែរប៉ែ UC ក៏បានបែរមកម្រើគេហើយកាន់ផ្កាកន្លប់មកទៅហើយបាននិយាយទៅគេនេះឯងមិនចង់ចាំខ្ញុំទេឬដែលលើប៉ែ UC នេះចឹងអាប៉ែនឹងក៏បានដឹងថាចា UC នឹងគឺជាអ្នកដែលគេស្ដាប់តាំងពីដើមរឿងតែអត់ទាន់ស្លាប់ទេនេះតែឯងមិនទាន់ស្លាប់ទេមែនខ្ញុំមិនទាន់ស្លាប់ទេអ្នកដែលត្រូវស្លាប់នោះគឺជាឯង
ហើយពីយូស៊ីញីចឹងហើយយូស៊ីក៏បានទិញកំភ្លើងបាញ់ទៅកន្លែងបេះដូងរបស់ប៉ែមួយហ្នឹងហើយទៅប៉ែមួយហ្នឹងស្លាប់បាត់បង់ជីវិតនៅកន្លែងហ្នឹងភ្លាមៗមកអ្នកគ្នាក្រោយពីប៉ែហ្នឹងស្លាប់ហើយយូស៊ីក៏បានដើរមកចិត្តហើយថែមទាំងនេះអាប់ខាក្លាប់យូស៊ីកាលនៅដែរហ្នឹងយូស៊ីក៏បានដាក់ឲ្យគេដែរជាការនេះទុកកដោឲ្យស្លាប់ហ្មងណាអ្នកគ្នាមិនដឹងនិយាយថាម៉េចទេយំតែឥឡូវនេះគេបានជួយសង្គ្រោះប៉ែនឹងអ្នករងគ្រោះផ្សេងៗឯអ្នកគ្នាចឹងខ្ញុំមានអារម្មណ៍ថាសិតមែនតើបើម្នាក់ស្រីនៅអត់ស្លាប់អីប្រហែលជាអាចជាសង្សាររបស់ UC អីអានេះខ្ញុំគិតលេងណាអ្នកគ្នាអញ្ចឹង UC ក៏បានមកកន្លែងមួយដែលកន្លែងហ្នឹងគឺជាផ្នែករបស់គ្រួសារ UC អ្នកគ្នាអញ្ចឹងគណៈពេលដែលគេកំពុងតែស្ពែនហ្នឹងក៏មានអាប៉ែមួយទៀតដែលឈ្មោះថាអាមែនហ្នឹងក៏បានមកអង្គុយជិតគេផងដែរអាប៉ែហ្នឹងក៏ចាប់ភ្លាម UC បានសួរថាតែនឹងទេថាផ្នែកនេះគឺជាផ្នែកណានេះគឺជាផ្នែករបស់យាយឯងត្រូវទេនេះឯងទេមិនត្រូវទេផ្នែកនេះគឺជារបស់បងប្រុសរបស់យើងអីគេបងប្រុសគាត់បានស្លាប់តាំងពី3ឆ្នាំមុនតាំងពីយើងមិនទាន់មានអាយុ18ឆ្នាំហើយបងប្រុសរបស់យើងក៏ជាប៉ូលីសផងដែរអញ្ចឹងតើគាត់ត្រូវបានគេធ្វើឃាតហើយនៅស្លាប់មែនទេត្រូវហើយអរគុណ UC ហេតុអ្វីមិនឯងអរគុណយើងគឺឯងបានជួយយើងនៅថ្ងៃដែលក្រុមអាសវាប៉ូលីសកាលនោះយើងក៏ត្រូវស្លាប់ផងដែររឿងนั้นទេអីឯងមិនចាំបាច់អរគុណយើងទេហេតុអ្វីបានជាឯងមិនឲ្យយើងនិយាយពីអរគុណនិយាយត្រង់ទៅយើងក៏ត្រូវស្លាប់ដែរមុនពេលយើងបញ្ចុតហ្នឹងគឺយើងទៅកកភ្លើងពីក្រុមមកហើយប៉ុន្តែយើងមិនខ្វល់ពីការជឿជាក់របស់យើងទេឲ្យតែបានសម្រាប់ពួកអាក្រក់ទាំងអស់នោះហេតុអ្វីបានធ្វើបែបនេះក៏ព្រោះចង់ធ្វើឲ្យផ្លូវចិត្តរបស់យើងរឹងមាំតែនឹងអត់ថាអ្វីគឺជាគោលបំណងសំខាន់នៅក្នុងជីវិតរបស់យើងជាអ្វីទៅគ្រាន់តែរស់នៅរាល់ថ្ងៃដើម្បីឲ្យផ្លូវចិត្តរឹងមាំនិងដោះស្រាយបញ្ហាដែលបានកើតឡើងអញ្ចឹងទេទោះបីជីវិតពោពេញទៅដោយការឈឺចាប់ក៏យើងមិនបោះបង់គោលដៅរបស់យើងដែរអញ្ចឹងរឿងហ្នឹងគឺបានចប់ហើយអ្នកនរគ្នាហើយខ្ញុំសូមបញ្ចេញចំណាប់អារម្មណ៍ខ្ញុំតាក់ទងទៅនឹងរឿងហ្នឹងបន្តិចក្រោយពីខ្ញុំសម្រេចចប់គឺខ្ញុំមានជាការហត់ខ្លាំងមែនទែនពួកឯងខុសពីរាល់ដងគឺអត់មានជាការភ្ជាប់សលេងបែបតួអង្គនិយាយទេដល់ពេលភ្ជាប់បែបតួអង្គនិយាយគឺមានជាការហត់ជាខ្លាំងចំណាប់អារម្មណ៍ខ្ញុំមានតែប៉ុណ្្នឹងទេជួយជាមួយខ្ញុំម្ដងទៀតនាងអូកាលីបាយបាយ